ជំរាបសួរលោកគ្រូនិងមិត្តរួមថ្នាក់ទាំងអស់គ្នាខ្ញុំបាទឈ្មោះជាណារុងជានិស្សិតឆ្នាំទី4មកពីថ្នាក់ M2 នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយថ្ងៃនេះដែរគឺខ្ញុំធ្វើការ demo នៅ Final Project មួយដែលធ្វើអំពី e-commerce នៅលើ mobile app ដែលយើងប្រើប្រាស់ Flutter ចំពោះ front end និងយើងប្រើប្រាស់នៅ Node.js ចំពោះ back end ហើយនឹងប្រើ MongoDB ចំពោះ database ហើយចំពោះfront end ហ្នឹងគឺយើងមាន page ជាច្រើនដូចជា login register card check payment success favorite book detail category page home page search អីហ្នឹងជាដើមហើយនេះគឺជា home page ហើយមាន setting មាន profile មាន logout មាន help មាន edit មានអីហ្នឹងផ្សេងហ្នឹងទៀតហើយចំពោះ back end គឺយើងប្រើប្រាស់នៅ Node.js ហើយមាន config ហ្នឹងគឺយើង connect ទៅកាន់ database ហើយយើងមាន model ចំនួន12ដែលឬក៏យើងហៅថាវាជា collection ក៏បានដែរទៀតនៅក្នុង MongoDB វាជា collection តែយើងមាន12មាន address author ហ្នឹងអ្នកនិពន្ធហ្នឹង banner book category coupon notification order payment review user ហើយនឹង wishlist ដែលនៅក្នុងមួយហ្នឹងដែលក្នុង model មួយហ្នឹងគឺរៀបរាប់ពីប្រភេទក៏ដូចជារបៀបដែលdocument របស់យើងហ្នឹងលក្ខណៈថា structure របស់ data របស់យើងហ្នឹងហើយវាមាននៅ validation នៅក្នុង model មួយចំពោះ data មួយហើយនៅក្នុងហ្នឹងយើងក៏មាននៅ controller សម្រាប់ model ទាំង12ហ្នឹងមានដូចជា address controller auto controller អូខេវាតកតងនឹង logic ឬក៏ធ្វើនៅ request របស់ user ហើយបោះនៅ response អីផ្សេងៗឲ្យ user ហ្នឹងហើយចំពោះមួយទៀតហ្នឹងគឺ route ដែល route ហ្នឹងគឺ route ទៅ access ទៅកាន់ endpoint នីមួយហើយនេះគឺ server គឺជាកន្លែងធំដែលយើង run ហ្នឹងហើយនេះ server របស់យើងនេះមាន endpoint ហ្នឹងហើយដូចជាមានតែប៉ុណ្្នឹងទេអានេះ env របស់យើងenv sandbox របស់ API របស់យើងហ្នឹងអូខេហើយឥឡូវយើងធ្វើការ run ទៅលើ project របស់យើងតែដោយសារតា storage របស់ខ្ញុំវាពេញហើយRAM របស់ខ្ញុំទូចវាពេលដែលយើង run លើ emulator វាធ្វើឲ្យ laptop របស់ខ្ញុំនឹងគាំងអញ្ចឹងខ្ញុំធ្វើការ run វានៅលើ browser ហើយដោយសារវា take time ខ្ញុំក៏ run វាឲ្យហើយទៅនេះហើយយើងអាច refresh វាសិនមកអូខេវាយើង take time បន្តិចយើងធ្វើការ run នៅ back end យើងឲ្យហើយដែរមកអូខេយើងមើល front end របស់យើងមានការ error យើងមើលអូខេដោយសារឈប់យើង run ម្ដងទៀតទៅ run លើក្រោមវិញមកអូខេយើងចាំបន្តិចអូខេឥឡូវយើងឃើញហើយនេះគឺជា login page របស់យើងតែដោយសារយើងអត់មាន account យើងធ្វើការ sign up
អូខេ sign up យើងដាក់ឈ្មោះមកឈ្មោះរងអឺ2004 Gmail រង2004 @gmail.com password រង$2004នេះយើងឃើញ password អូខេយើងធ្វើការ copy Gmail មកបន្តិចយើងlog in ដល់ពេលយើង register ហើយ account create success យើង save វាមកហើយយើងវាយតា Gmail របស់យើងអូខេនេះ password គឺវា save មុនហ្នឹងជាប់ហើយយើងធ្វើការ sign in នៅពេលដែលយើងធ្វើការ sign in ហើយយើងមើលឃើញថាទីខាងលើហ្នឹងគឺវាមាននៅ welcome text មួយដែលយើងឈ្មោះរបស់ user របស់យើងមាន search ហើយមាន book ចំនួន50ហើយឧទាហរណ៍ឥឡូវយើងធ្វើការ search សិនទៅលើសៀវភៅ Java អញ្ចឹងយើងឃើញហើយសៀវភៅ Java ទាំងអស់មាន3នៅក្នុង store របស់យើងគឺមាន JavaScript the God part នេះហើយមានផ្សេងចំពោះអាខាងលើនេះគឺជា promotion របស់យើង banner ដាក់ឲ្យ user មើលហើយកន្លែងនេះគឺយើង sort យើងអាច sort ជា ascending ឬក៏ descending បាននេះអូខេហើយយើងអាចជ្រើស default មកហើយចំពោះនេះគឺជា book របស់យើងហើយយើងអាច go អាចចូលទៅកាន់ book detail មួយបានឧទាហរណ៍ឥឡូវយើងចូលទៅកាន់ detail របស់ book នេះអញ្ចឹងយើងឃើញហើយមានimage មាន title មាន author មានចំនួន page rating ហើយនឹង price ហើយនេះ price ដែរ description ហើយមានប្រភេទនេះហើយយើងអាចធ្វើការ rate ទៅកាន់ឲ្យសៀវភៅហ្នឹងពេលដែលយើងទិញហើយយើងអានហើយចង់ rate ឲ្យសៀវភៅហ្នឹងប៉ុន្មានហើយអានេះសៀវភៅហ្នឹង review 0ហើយយើងអាច write comment ហើយយើង submit ទៅបានដល់ឥឡូវយើង write ថាយើងអត់ទាន់អានចាំយើងទិញហើយចាំយើងផ្សេង comment មកឥឡូវឧទាហរណ៍យើងមើលសៀវភៅផ្សេងសៀវភៅនេះក៏អត់មានដែរអូខេសៀវភៅនេះក៏អត់មានដែរអញ្ចឹងមានន័យយើងអត់ទាន់សរសេរ comment ហើយបន្ទាប់មកគឺយើងមើលទៅកាន់ការ buy now និង add to cart នេះអញ្ចឹងពេលដែលយើង add to cart យើង add successful យើងចូលទៅមើល cart របស់យើងគឺវាឡើងមួយនេះអូខេបន្ទាប់មកយើងធ្វើការ add សៀវភៅផ្សេងឧទាហរណ៍សៀវភៅនេះយើង add to cart អូខេយើងនេះយើងឃើញនៅក្នុង cart នេះហើយអញ្ចឹងយើងអាច increase ឬក៏ decrease ចំនួនវាបានយើងអាចលុបវាបានហើយនៅពេលឧទាហរណ៍ថាឥឡូវយើងមានយើងរបស់ហ្នឹងយើងថែតិចទៀតហ្នឹងយើងមានលុយយើងទិញតែយើងត្រូវការទិញសៀវភៅណាមួយមុនឧទាហរណ៍យើងចង់ទិញសៀវភៅនេះមុនអញ្ចឹងយើងចុចការ buy now មកអញ្ចឹងប្រសិទ្ធរបស់យើងគឺវា take តែសៀវភៅហ្នឹងមួយឯងយកទៅគិតលុយអញ្ចឹងយើងអាចជ្រើសរើសមក shipping method យើងអាចជ្រើសរើសយកអាដឹកលឿនឬក៏ដឹកយឺតអាស្រ័យទៅតាមយើងអាដឹកយឺតហ្នឹងវា free អាដឹកលឿនហ្នឹងវាអស់លុយហើយយើងដាក់ enter coupon code មកដោយ coupon code របស់យើងនេះនៅក្នុង database របស់យើងឃើញមានហើយcoupon code របស់យើងនេះអានេះគឺ expire យើងដាក់2025តែនេះ2026អញ្ចឹងយើងធ្វើការcopy នេះមកនេះ copy អាcode វាមកដើម្បី enter នៅក្នុងកន្លែង coupon code របស់យើងនេះអូខេ save 10យើង apply វាមកអញ្ចឹងយើងឃើញថា apply ហ្នឹងគឺវាដកdiscount ឲ្យយើង$2.3តែអានោះវា discount តាមស្លាយសៀវភៅរបស់យើងហ្នឹងនេះយើងឃើញហើយគឺតម្លៃដើមរបស់វាគឺ22.99ដែលយើងធ្វើការ 23% off ហ្នឹងហើយប៉ុន្តែ shipping គឺយើង off 9.99 ហើយយើងមាន discount ដែលយើងដាក់ coupon ហ្នឹងគឺ 2.30 នេះទៀតអញ្ចឹងតម្លៃសរុបរបស់យើងគឺអស់តែ30.68ទេអញ្ចឹងយើងធ្វើការចុច continue payment មកអញ្ចឹងដោយសារតែយើងជា customer ថ្មីយើងអត់ទាន់មាន address ទេអញ្ចឹងយើងធ្វើការ add នៅadd address shipping មកយើងដាក់ឈ្មោះអូខេfull name ឈ្មោះRong phone number លេខទូរស័ព្ទ0123456street យើងដាក់ផ្លូវលេខ123 city យើងដាក់ភ្នំពេញហើយ postcode យើងដាក់12000អញ្ចឹងទៅតមកយើង set វាជា default ហើយយើង save address អញ្ចឹងនេះ address របស់យើងបានហើយអញ្ចឹងយើងមើលក្នុង database របស់យើងនេះ address របស់ user នេះយើងធ្វើការ refresh វាមកនេះយើងឃើញហើយមុនហ្នឹងhome នេះ double home រងលេខទូរស័ព្ទអីហ្នឹងនេះ
អូខេអញ្ចឹងយើងចូលក្នុងdatabase របស់យើងហើយយើងធ្វើការ generate QR អញ្ចឹងនៅពេលដែលយើង generate QR វានឹង generate តម្លៃទៅតាមប្រភេទវា generate QR មកឲ្យត្រូវទៅនឹងតម្លៃរបស់យើងអញ្ចឹងយើងធ្វើការ scan មកអូខេអញ្ចឹងនៅពេលដែលយើង scan ហើយវានឹងចេញតម្លៃលុយ 30.68 ឲ្យដែលត្រូវទៅនឹងនេះរបស់យើងហ្នឹងហើយយើងធ្វើការ pay មកអូខេនៅពេលដែលយើង pay ហើយលេខកូដរបស់វាគឺ123ដោយសារយើងធ្វើការវាស្រាប់ដើម្បីយើងតេស្តហ្នឹង123អញ្ចឹងនៅពេលដែលយើងតែហើយវា success អញ្ចឹងនៅក្នុងនេះរបស់យើងក៏ success ដែរនៅពេលដែលគេ pay ហើយអញ្ចឹងយើងអាច back to home ឬក៏ continue shopping បានអញ្ចឹងអឺអូខេអញ្ចឹង account របស់យើងគឺនៅដដែលគឺយើងមានចំនួនប៉ុណ្ណឹងតែយើងអាចធ្វើការ process check out បានដូចគ្នាអូខេយើងអានេះយើងមិនបាច់ enter ទេយើង shipping យើងយក free មកឬយើងយកថ្លៃមកហើយយើងអាច process គិតលុយបានដូចគ្នាអូខេពេលដែលយើង process យើងម្ដងទៀតយើងឃើញហើយថា address របស់យើងហ្នឹងត្រូវបាន fix ជាប់នៅហ្នឹងហើយដោយសារតែយើង save វាជា default យើងអាច change វាបានហើយយើងអាច add បាននៅក្នុងកន្លែងprofile របស់យើងហើយធ្វើការ generate QR មួយទៀតដើម្បីធ្វើការ scan ដល់ពេលយើង scan ហើយយើង type panel មកយើង valid code អូខេពេលដែលយើង success ក្នុងនោះក៏ success ដូចគ្នាដែរអូខេនេះគឺជា detail នេះគឺជា product របស់យើងដែលយើង order មិញហ្នឹងអូខេអញ្ចឹង card របស់យើងត្រូវបាន clear ដោយសារយើងទិញហើយចំពោះនៅក្នុងនេះគឺយើងទិញបានចំនួន3ប្រភេទ3សភៅនេះ order 3នេះហើយ card របស់យើងគឺទទេអញ្ចឹងឥឡូវតោះយើង add អានេះទៅ card មួយចុះអូខេអញ្ចឹងនៅក្នុងcard របស់យើងគឺមានមួយនៅក្នុង profile យើងក៏ប្រាប់ថា card របស់យើងមានមួយពោះ wish list ឬក៏ favorite ហ្នឹងគឺមានអត់មានតន័យអញ្ចឹងឧទាហរណ៍យើង add យើងចូលចិត្តសភៅមួយណាយើងអញ្ចឹងសភៅយើង3ហើយពោះ notification នេះគឺអានេះគឺ notification use code welcome to $5នេះអូខេអានេះគឺ notification ដែលវា send មកនឹង order របស់យើងនេះអូខេបន្ទាប់មកគឺយើងមាននេះ username របស់យើង Gmail របស់យើងហើយយើងជា reader ហើយយើងអាច edit profile របស់យើងបាននេះយើងអាចដាក់លេខកូដចាស់មកហើយយើងដាក់លេខកូដថ្មីរបស់យើងមកយើង edit ឈ្មោះ edit អីបានហ្នឹងហើយបន្ទាប់មកយើងមាន my order យើង check នៅ history order របស់យើងនេះគឺកំពុងតែ process ហើយអញ្ចឹងនៅពេលដែលកំពុង process ហ្នឹងយើងពេលដែលយើង log in ជា admin យើងអាច track ដូរនៅstatus នេះបានដូចថារបស់ហ្នឹងដល់ណា update status ឲ្យ user ដឹងអញ្ចឹងទៅចំពោះ wish list យើងមានហើយមិញមាន3 product ហ្នឹងនេះមានអានេះយើងអាចដក wish list វិញដកវិញបាននៅកន្លែងហ្នឹងហើយចំពោះ address ហ្នឹងវិញគឺយើងមានមួយហើយអញ្ចឹងយើងអាចធ្វើការ add នៅ address ថែមមួយទៀតហើយយើងអាច set វាជា default វិញក៏បានយើងអាចលុប address ហ្នឹងវិញក៏បានដែរឥឡូវតោះខ្ញុំចង់ add address មួយទៀត full name ឈ្មោះអ្នកទទួលឈ្មោះរងដដែលតើហើយលេខទូរស័ព្ទលេខ0 36គេចឹងទៅ street T12 ចឹងទៅ T ភ្នំពេញហើយ postcode 12000ដដែលហើយយើង set វាជា default វិញ save អូខេអញ្ចឹងអានោះខ្លាចជា default វិញហើយនេះខ្លាចជា default អានេះគឺជាធម្មតាវិញអញ្ចឹងយើងឃើញហើយ address ហ្នឹងក៏បាន store ក្នុង database របស់យើងដែរដល់មក notification អានេះ setting about នេះគ្រាន់តែជា page ធម្មតាទេហើយ help នេះក៏ជា page ធម្មតាដែរនេះគឺជា page ធម្មតាចេះទេហើយយើងមាន log out យើងមានអីអូខេដូចជាមានតែប៉ុណ្្នឹងទេពេលដែលយើង pay ហើយយើងអាចចូលទៅមើលនៅក្នុង ABA Pay បាននៅពេលដែលយើងធ្វើការ pay មុនហ្នឹងអញ្ចឹងយើងធ្វើការ check មើលមកlast 30 day យើងធ្វើការ refresh មកយើងឃើញហើយនេះមុនហ្នឹងគឺយើង total pay ហ្នឹងគឺអស់ 82.95 ហើយនឹង 30.68 នេះពីរហ្នឹងដែលយើង pay មុនហ្នឹងហើយមានថ្ងៃមានអីយើងមើលទៅនេះអូខេថ្ងៃមានអីធំទៅនៅពេលដែលយើង pay វាចូលនៅក្នុងហ្នឹងអានេះដោយសារតែយើងដាក់7ថ្ងៃយើងដាក់មួយខែទៅយើងឃើញមានច្រើននេះអូខេយើងដល់ឥឡូវយើងធ្វើការ log out វាមក
ហើយយើងធ្វើការ login as admin ម្ដងអញ្ចឹង admin គឺ gmail.com password អូខេអូខេឈប់អូខេនៅពេលដែលយើងlogin យើងនេះឈ្មោះជាអារម្មណ៍នេះហើយយើងមានអារម្មណ៍ដូចគ្នា interface ដូច user ដែរតែគ្រាន់តែយើងមានសិទ្ធិគ្រប់គ្រងដោយនៅក្នុងនេះគឺយើងមាន admin dashboard ដែលយើងអាចគ្រប់គ្រងទៅលើ data របស់យើងនេះរបស់យើងបាន app របស់យើងបានដោយយើងមាន user អញ្ចឹងយើងឃើញមាននៅក្នុងនោះមាន user ដែលយើងនេះធ្លាប់បង្កើតពីមុនមកមានណារងមានរសាមានណារងដែលយើងបានតាស់ហ្នឹងមាន admin ណារងមានពិសិដ្ឋមាននេះរង2004ហ្នឹងដែលយើងទៅបង្កើតមុនហ្នឹងដែលយើង install ក្នុង database របស់យើងដែរហើយយើងអាចធ្វើការ search មកអូខេយើង search ឈ្មោះនេះ OO មកយើងឃើញហើយមាន user ណាខ្លះរងអីចឹងទៅអូខេហើយនេះគឺជា book ហើយចំពោះ book ហ្នឹងយើងមានចំនួន50 book យើងអាច filter យកយើងចង់មើល book ណាអីចឹងទៅថា book ហ្នឹងមាននៅក្នុង stock ប៉ុន្មានលក់បានប៉ុន្មានសភៅអីចឹងទៅអូខេយើងមានទាំងអស់ហើយយើងអាចធ្វើការ search បានដូចគ្នា Java មកហ្នឹងយើង search ទៅដូចជាមានអីគេខ្លះអូខេយើងអាចធ្វើការ search ទៅយើងឃើញមាន Java ហើយតិចអូខេអត់អីវិញទៅពេលហើយអានេះយើងអាចធ្វើការនេះជ្រើសរើសចាំមកបន្ទាប់មកយើងមាន order ដោយ order មុនហ្នឹងគឺមាន order ច្រើនណាស់ដោយសារខ្ញុំតេស្តហើយយើងអាចនេះគឺជា order មុនហ្នឹងពីរង2004រង2004អញ្ចឹងឧទាហរណ៍ថាបើសិនជា product ហ្នឹងយើងធ្វើការ shipping ហើយយើងចុចយើង update state មកថាកំពុង shipping ហើយឲ្យuser មួយហ្នឹងបានដឹងថា product របស់យើងហ្នឹងproduct របស់គេហ្នឹងគឺចាប់ផ្ដើម shipping delivery ឬក៏ cancel អីចឹងទៅយើងអាច update state ប្រាប់គេបានហើយចំពោះ income យើងឃើញហើយថា income របស់យើងគឺ1700នេះដែលវាធ្វើការ calculate ហ្នឹងហើយយើងមាននេះ21ដែល scan តាម QR មួយទៀតតាម cash ខាងក្រៅហ្នឹងដោយសារតែដំបូងហ្នឹងខ្ញុំធ្វើនេះហ៎ខ្ញុំធ្វើជាឲ្យលុយក្រៅចឹងទៅវាជាប់ cash ខាងក្រៅហ្នឹង10ហើយនេះ QR ហើយដូចជាមានតែប៉ុណ្្នឹងទេយើងធ្វើការ back មកអូខេហើយមុនហ្នឹងខ្ញុំភ្លេចប្រាប់ថាយើងអាច manage ទៅកាន់ edit ឬក៏ manage របស់ information របស់ user បានដែរហើយបើបុករបស់អីហ្នឹងក៏បានដូចគ្នា delete បុកអីហ្នឹងអាច add នៅបុកថ្មីចូលទៅក្នុងនេះរបស់យើងមាន title មាន author មាន description image URL ហើយយើងមាន publisher ហើយនេះមានអីទាំងអស់ហ្នឹងយើងបំពេញ information មួយហ្នឹងហើយ available ហើយវាជាប្រភេទ feature book យើងនេះមកដោយសារ feature book ហ្នឹងមានអាផ្កាយនេះថាវាពេញនិយមហ្នឹងអូខេនេះផ្កាយតែដោយសារតែstorage ឥឡូវខ្ញុំធ្វើការ add ឲ្យអ្នកនរគ្នាមើលមក title ឈ្មោះ Java author ណារង description យើងទៅបាយទៅimage យើងយកពី Google ឥឡូវយើង search ហបអូខេ copy image ទី copy image link យើងធ្វើការតេស្តមើលថា image ហ្នឹងអូខេអត់អូខេ image ហ្នឹងដែរimage URL អូខេនេះវា load image នៅខាងលើនេះ publisher យ៉ាមក publisher ឈ្មោះសិតpublish date 2003ថ្ងៃ12 2003ថ្ងៃ12ថ្ងៃ12 page មាន100 page ហើយជាប្រភេទ English book the ជាប្រភេទឥឡូវដល់web development ច្រឡំ programming tech Java price យើងដាក់$20
ហើយ discount ភាគរយ stock យើងមានយើងចូល120ហើយយើង feature មក add មកអូខេយើង add មកហើយនេះហើយយើងធ្វើការមើលភៅ Java របស់យើងតែយើងបាន add មកដល់នេះ Java របស់យើងនៅអារម្មណ៍$20ហើយយើងទៅអូខេយើងដូចជាតែមានតែប៉ុណ្្នឹងទេឥឡូវយើងចូលទៅការយើង log out មកអូខេអស់ហើយអញ្ចឹង project របស់ខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូនិងអ្នកទាំងអស់គ្នា